បន្តពី Season 1 ដែលខ្ញុំបាននិយាយអំពីរឿង Kingdom និង Kingdom Season 2 ថ្ងៃនេះខ្ញុំមាន Special Episode មួយដែលមានចំណងជើងថា Kingdom A Sin of the North ភាគពិសេសនៃរឿងភាគប្រវត្តិសាស្ត្រខ្មោចឆៅស៊ុំប៊ីចូលសឹងសេរីរឿង Kingdom បានត្រឡប់មកវិញបន្ទាប់ពី1ឆ្នាំរឿង Kingdom A Sin of the North កំពុងតែទទួលបានការចាប់អារម្មណ៍នៅពេលដែលវាចេញលើកដំបូងដោយសារតែមានរូបភាពបាញ់ព្រួយរបស់ Asin ដែលបានលេចមុខនៅវិនាទីចុងក្រោយនៃរដូវកាលទី2តួអង្គថ្មី Asin ដែលសម្ដែងដោយតារាសម្ដែងចុងជីនយុនជាមួយនឹងទឹកមុខត្រជាក់ភ្លាមៗគាត់ទទួលបានតម្លៃ2ឆ្នាំនៃវត្តមានរបស់ Crown Prince Lee Chang ដែលសម្ដែងដោយជូជីហ៊ុនដែលបានប្រយុទ្ធនឹងស៊ុំប៊ីយ៉ាងច្រើនពេញមួយរដូវកាលទី1និងរដូវកាលទី2ភ្លាមៗនៅក្នុងរឿង A Sin of the North ដែលជាវគ្គ Special Episode ត្រូវបានចេញផ្សាយជាង190ប្រទេសជុំវិញពិភពលោកតាមរយៈស៊េរី Netflix ដែលត្រូវបានអ្នកមើលច្រើនបំផុតក្នុងប្រទេសចំនួន5រួមមានកូរ៉េ ជប៉ុន ថៃនិងវៀតណាមនៅពេលដែលផ្នែកខាងត្បូងនៃជូសឹងត្រូវបានងើបឡើងពីការឈ្លានពានរបស់ជប៉ុនព្រំដែនខាងជើងនៃជូសឹងគឺកាន់តែងាយរងគ្រោះជូឈិនបានប្រមូលផ្ដុំអូជូវីក្បែរនោះដោយបង្កឲ្យមានការសង្ស័យរបស់រដ្ឋាភិបាលជូសឹង35របស់ឈូឈិនត្រូវបានរកឃើញនៅលើភ្នំមួយនៅក្នុងទីក្រុងជូសឹងពួកឈូឈិនកំពុងតែតាមប្រមាញ់យិនសិនព្រៃដោយការភ័យខ្លាចឈ្លានពានដែលកើតឡើងដោយប៉ាជូវីឈូឈិនដោយសារតែការស្លាប់របស់ប្រជាជនរបស់ពួកគេមីនឈីរ៉ុកអនុវត្តផែនការទប់ទល់ពីការឈ្លានពានគាត់ធ្វើដំណើរទៅកាន់ភូមិរតូលដែលមានទីតាំងភាគខាងជើងបំផុតនៃទីក្រុងជូសឹងដែលជាកន្លែងដែលជនជាតិឈូឈិនធ្លាប់រស់នៅទីក្រុងជូសឹងគាត់ធ្វើដំណើរទៅកាន់ព្រំដែនដែលមានទីតាំងខាងជើងបំផុតនៃទីក្រុងជូសឹងដែលជាកន្លែងដែលជនជាតិឈូឈិនធ្លាប់រស់នៅក្នុងជូសឹងមនុស្សទាំងនោះត្រូវបានប្រទេសទាំងពីរគេចចេញមីជីរុកបញ្ជាឲ្យមេទ័ពភូមិតាហាប់ធ្វើដំណើរទៅកាន់ប៉ាជូវីហើយផ្សព្វផ្សាយពីចចាមរាមថាខ្លាមួយក្បាលកំពុងតែសម្លាប់ពួកឈើឈិនចំនួន15នាក់ទន្ទឹមនឹងនេះដែរកូនស្រីរបស់តាហាប់ដែលជាអាស៊ីនបានលួចចូលទៅក្នុងភ្នំដើម្បីស្វែងរករុក្ខជាតិដែលសន្យាថានឹងនាំមកនៅសេចក្តីស្លាប់ឲ្យត្រឡប់មកវិញនៅពេលដែលម្ដាយរបស់គាត់បានស្លាប់ចុងឈិនយុនគឺគាត់ដើរតួជាអាស៊ីនគាត់បង្ហាញខ្លួននៅវិនាទីចុងក្រោយនៃភាគទី6របស់រដូវកាលទី2នៃ Kingdom វាត្រូវបាននិយាយថាគឺជាមនុស្សដ៏ជាក់លាក់មួយដែលបានចែកចាយដង្កូវនាងឆៅទៅកាន់ខេត្តទាំង8នៃជូសឹងតាមបណ្ដោយអាម៉ុកអាស៊ីនគឺជាពួកឈូឆឹងដែលមកពីកសម្ព័ន្ធប៊ុំបូរ៉ាក់និងជាកូនស្រីរបស់តាហាប់ដែលជាមេបញ្ជាការប៊ុំបូរ៉ាក់ដែលស្មោះត្រង់នឹងជូសឹងនៅពេលនោះម្ដាយរបស់នាងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរហើយអាស៊ីនមានវ័យក្មេងបានលួចចូលទៅក្នុងបេសាហ្គាំដែលជាកន្លែងមនុស្សហាមឃាត់យ៉ាងតឹងរ៉ឹងនៅក្នុងទីក្រុងជូសឹងដើម្បីជីកយកយិនសិនដែលជាឱសថសម្រាប់ម្ដាយរបស់នាងបន្ទាប់មកនៅក្នុងរូងភ្នំគូស៊ីដាំងនាងបានរកឃើញជាមួយនឹងរុក្ខជាតិនៃអត្តន័យដែលមិនស្គាល់មុខដែលពណ៌នាអំពីស្មៅជាក់លាក់មួយស្មៅនោះគឺជាស្មៅដែលបង្កឲ្យមានភាពចលាចលនៅក្នុងទីក្រុងជូសឹងដែលបង្ហាញនៅក្នុងស៊ីសឺនមុនផាក់យ៉ុងអឹមដើរតួជាមីនជីរុកគឺជាបេសកជនដែលបញ្ជូនទៅកាន់ប៉ាជវីដើម្បីបង្រិចអំណាចខ្លួនដែលទាញយកផលប្រយោជន៍ពីភាពបឹកបោរនៃសង្គ្រាមការការពារព្រំដែនដោយប្រើពួកវាដើម្បីរុករកប៉ាល់ជីវីប្រាសាទដែលខូចគ្មាននរណាម្នាក់បានទៅលេងអស់រយៈពេល100ឆ្នាំនៅក្នុងព្រៃប៉ាជវីដែលបានឆ្លងទន្លេត្រូវបានប្រទះឃើញនៃការស្លាប់បន្ទាប់ពីត្រូវបានវាយឆ្មក់គណៈពេលដែលព្យាយាមជីករកអេលីសាបន្ទាប់មកគាត់ត្រូវបានរកឃើញស្បែកមួយនៅក្នុងដៃរបស់សាកសពពាក្យចចាមរាមនេះបានផ្សាយភាយពេញទីក្រុងហើយបានចូលទៅដល់ត្រចៀករបស់ប៉ាឈីវីបន្ទាប់មកគាត់បានទៅលេងភូមិលេខ1ហើយគាត់បានបញ្ជូនចារកម្មទៅកាន់តាហាប់ដើម្បីផ្សព្វផ្សាយពាក្យចចាមរាមមិនពិតក្នុងចំណោមប្រជាជនក្នុងតំបន់ប៉ាឈីវីត្រូវបានសម្លាប់គីមរ៉ូហេគាត់ដើរតួជាតាហាប់គឺជាមេកលសម្ព័ន្ធជូឈិនដែលបានចាក់ឫសនៅជូសឹងអស់ជាយូរណាស់មកហើយគាត់គឺជាឪពុករបស់អាស៊ីនផងដែរពេលដែលគាត់កំពុងតែធ្វើការនៅក្នុងឧស្សាហកម្មសត្វតាឃាតដែលជូសឹងក្អប់ពើមហើយត្រូវបានប្រជាជនជូសឹងប្រងើយកន្តើយគាត់បានបាត់បង់កិត្តិយសនិងធ្វើជាចារកម្មដើម្បីទទួលបានការទទួលស្គាល់ពីរាជរដ្ឋាភិបាលដោយឆ្លងកាត់ទន្លេអាម៉ុកដោយលបយកការលើប៉ាជវីពេលណាកូនស្រីរបស់គាត់អាស៊ីនបានផ្ដល់យោបល់ថាពួកគេគួរតែឈប់រស់នៅបែបនេះហើយទៅនៅទីទឹកដីដូនតារបស់ពួកគេនៅគាត់បានបញ្ចុះពួកគេថាជូសឹងគឺជាប្រទេសដែលទទួលយកបុព្វការីជនរបស់ពួកគេដែលកំពុងតែរស់នៅទឹកដីដ៏ស្ងាត់ស្រងំហើយត្រូវបានគេប្លន់ដូច្នេះពួកគេហើយបានជ្រៀតចូលទៅក្នុងភូមិប៉ាជីវីដែលជាកន្លែងដែលនាងរកឃើញតាហាប់នៅរស់នេះត្រូវបានដាក់ឈ្មោះជាជនក្បត់ជាតិសម្រាប់ចារកម្មនៅលើកុលសពតជូឈិនដូចគ្នានៅខាងលើជូសឹងនេះត្រូវបានចាក់ច្រវាក់ដោយកាត់អាវជីវៈទាំងអស់ហើយភ្នែករបស់នេះខ្វាក់ស្ទើរតែមិនអាចដកដង្ហើមអូខ្យូហាមក៏ដើរតួជាកេដាកាន់គឺជាមេដឹកនាំនៃប៉ាជវីដែលបានបង្រួបកងកម្លាំងផ្សេងៗនៅក្នុងតំបន់ព្រំដែនភាគខាងជើងយ៉ាងឆាប់រហ័សដោយទាញយកផលប្រយោជន៍ពីភាពវឹកវរនៅក្នុងទីក្រុងជូសឹងដែលបណ្ដាលមកពីសង្គ្រាមទោះបីជាគាត់មានទីតាំងនៅព្រំដែនជូសឹងប៉ុន្តែគាត់បានកាន់កាប់កម្លាំងដ៏ខ្លាំងក្លាដែលធ្វើឲ្យសម្បីតែដីគោកញាប់ញ័រ
គាត់បានដឹកនាំអ្នកចម្បាំងរបស់គាត់ដែលមានភាពឃោរឃៅនិងក្លាហានគ្រប់ពីកន្លែងដែលដាំងកាំងនិងអ្នកចម្បាំងឆ្លងកាត់គឺមានតែឈាមនិងការសម្រេចប៉ុណ្ណោះចុងសុកវុនគាត់ដើរតួជាជូប៊ុំអ៊ីលកាលពីភាគមុនអាស៊ីជនគាត់ត្រូវបានមើលឃើញហើយត្រូវបានបញ្ជូនទៅខេត្តក្នុងឋានៈជាអភិបាលយោធាសម្រាប់ការបោះបង់ចោលប្រជាជនរបស់គាត់ហើយគាត់រត់ចេញនៅក្នុងអំឡុងពេលសង្គ្រាមគាត់គឺជាកូនប្រុសច្បងនៃត្រកូលហេវ៉ុនជូហើយនៅពេលដែលគាត់ខឹងគាត់ជាប់គាំងនៅជនបទគាត់ឈួតដោយតាមប្រមាញ់មនុស្ស15នាក់នៅជូឆឹងដែលគ្រាន់តែជីកយកយុនសិនពីដីដែលជាកម្មសិទ្ធិរបស់ត្រកូលហេវ៉ុនជូគាត់ក៏បានបង្ហាញពីអាកប្បកិរិយាក្រអឺតក្រទមដោយការផឹកស្រាជាមួយមីនជារុកដែលមកសាកសួរគាត់ត្រូវបានពណ៌នាថានឹងមានអំណាចប្រយុទ្ធខណៈពេលដែលក្រោយមកកាន់តំណែងជាប្រធានឆ្មាំរាជប៉ុន្តែនៅពេលដែលនៅជាមួយគ្នានោះគាត់គឺជាពារុជនសំខាន់ដែលបានចាប់ផ្ដើមសង្គ្រាមនៅបដិវហេតុខ្មោចឆៅស៊ូប៊ីដែលបានកាត់ឡើងដោយសារតែកសម្ព័ន្ធជូឈិនក៏មានទំនាក់ទំនងរឹងមាំជាមួយនឹងប្រជាជនរបស់ពួកគេវាច្បាស់ណាស់ថាមេតបរបស់អាដាំងកាំងដែលបានប្រើជាលេសដើម្បីឈ្លានពានវិនិច្ឆ័យតាមពាក្យរបស់មីនជីរុកដែលប្រាប់គាត់ឲ្យប្រយ័ត្នវាហាក់បីដូចជាមិនមែនជាលើកទី1ឬលើកទី2ដែលគាត់ដែលធ្វើជារឿងឈឺឆ្កួតបែបនេះសរុបមកពួកគេធ្វើអ្វីៗដោយមិនបានគិតពិចារណាប៉ុន្តែពួកគេមិនបានទទួលខុសត្រូវចំពោះលទ្ធផលអ្វីឡើយចំពោះសាច់រឿងនេះអ្នកនិពន្ធ Kim In Hee ដែលបានពង្រីកបន្ថែមនៅប្រធានបទ Snow ដែលបានបង្កើតទស្សនពិភពលោកទាំងមូលរបស់ Kingdom តាមរយៈ Ascent of the North Kingdom ដែលពិពណ៌នាអំពីកាយវិការដែលវាគឺជាភាពលោកលុនរាងកាយដែលបានប្រៀបធៀបទៅនឹងការស្រែកឃ្លានរបស់មនុស្សតាមសាមញ្ញក៏បានផ្ដល់នូវភាពរីករាយនៃការបង្ហាញពីទំនាក់ទំនងរវាងវណ្ណៈជាមួយនឹងពួកអភិជននិងមនុស្សសាមញ្ញនិងសូម្បីតែគ្រឹះនៃទីសក្ការៈបូជានិងរាជវង្សដែលកំពុងតែរង្គោះរង្គើដោយជំងឺរាតត្បាតចំពោះរឿង Kingdom ដែលមាន Special Episode Ascent of the North វាជាការសងសឹករបស់មនុស្សម្នាក់ដែលបានរីករាលដាលដល់ប្រទេសទាំងមូលហាក់បីដូចជាប្រឈមមុខនឹងភាពតក់ស្លុតនិងសត្វនាដកម្មថ្មីមួយទៀតចំពោះវគ្គ Special Episode នេះត្រូវបានចេញផ្សាយកាលពីថ្ងៃទី21ខែកក្កដាឆ្នាំ2021វគ្គនេះគឺមានតែ1ភាគតែប៉ុណ្ណោះហើយពួកយើងកំពុងតែរង់ចាំត្រឡប់មកវិញជាមួយនឹង Kingdom រដូវកាលទី3